ជំរាបសួរពុកម៉ែបងប្អូនពូមីងទាំងអស់គ្នានៅក្នុងវគ្គទី1យើងឃើញថាក្មេងស្រីជំទង់ម្នាក់ឈ្មោះ Alexis បានបាត់ខ្លួននាងបានធ្វើការជាអ្នកមើលថែកូនឲ្យប្តីប្រពន្ធមួយអស់រយៈពេលជាង6 ខែហើយថ្ងៃនេះខ្ញុំនឹងពន្យល់អ្នកពីអ្វីដែលអ្នកស៊ើបអង្កេតបានធ្វើការលើករណីនេះសូមជួយ Subscribe និង Share វីដេអូនេះផងដើម្បីផ្ដល់កម្លាំងចិត្តក្នុងការនិទានរឿងច្រើនទៀតជាភាសាខ្មែរពេលកំពុងចែកផ្ទាំងរូបភាពរបស់កូនស្រីដែលបាត់ខ្លួន Dawn Rasmussen ម្ដាយរបស់នាងបានជួបជាមួយគូស្នេហ៍ Millerbergs ប៉ុន្តែគូស្នេហ៍មួយគូនេះហាក់មានការខ្មាស់អៀនចំពោះការប្រជុំ Eric និង Dia មិនបានជួបឪពុកម្ដាយរបស់ Alexis ចាប់តាំងពីការបាត់ខ្លួនរបស់គាត់ហើយនៅតែមានការប្រុងប្រយ័ត្នបំផុតគូស្នេហ៍មួយគូនេះពិតជាមិនសូវនិយាយស្ដីមានអារម្មណ៍មិនស្រួលនិងមិនផ្ដល់ការគាំទ្រដល់ម្ដាយរបស់ Alexis គ្មានការលើកទឹកចិត្តគ្មានការផ្ដល់ជំនួយគ្មានអ្វីសោះពួកគេជៀសវាងការសន្ទនានៅពេល Dawn សួរពួកគេពីមិត្តប្រុសដែល Alexis ត្រូវជួបនៅយប់នោះរហូតដល់ម្ដាយភ្លាមមានអារម្មណ៍ភ័យខ្លាចអ្នកដឹងទេនៅពេលដែលអ្នកចាប់ផ្ដើមយល់អ្វីមួយស្រាប់តែស្ថានភាពកាន់តែច្បាស់ចុះបើ Alexis មិនដែលចាក់ចេញពីផ្ទះ Millerberg ចុះបើមានអ្វីកើតឡើងដល់គាត់នៅល្ងាចនោះនៅផ្ទះប្តីប្រពន្ធនោះរហូតមកដល់ពេលនេះគ្មានការស៊ើបអង្កេតត្រូវបានបើកទេ2សប្តាហ៍បន្ទាប់ពីការបាត់ខ្លួនរបស់គាត់គ្មាននរណាម្នាក់កំពុងស្វែងរក Alexis ទេនាងមិនដែលធ្វើបាបអ្នកណាឡើយប្រាថ្នាចង់បានការងារតូចតាចនិងជាសិស្សពូកែនៅវិទ្យាល័យអាជ្ញាធរនៃប្រទេសរបស់គាត់បានបោះបង់ចោលគាត់ទាំងស្រុងគ្មាននរណាម្នាក់ខ្វល់ពីនាងទេហើយការស៊ើបអង្កេតនឹងត្រូវបិទប្រសិនបើមួយខែបន្ទាប់ពីព្រឹត្តិការណ៍នោះបុរសម្នាក់ឈ្មោះ Peanut Smith មិនបានសម្រេចចិត្តចែករំលែកអ្វីដែលគាត់ដឹងអំពីការបាត់ខ្លួនរបស់ក្មេងជំទង់នោះហើយដើម្បីយល់ពីអ្វីដែលបានកើតឡើងចំពោះ Alexis យើងត្រូវត្រឡប់ទៅពេលវេលាវិញហើយចូលមើលក្នុងផ្ទះរបស់ប្តីប្រពន្ធ Millerbergយើងដឹងថាអស់រយៈពេល6 ខែ Alexis បានធ្វើការនៅផ្ទះរបស់គូស្នេហ៍ Millerberg យើងដឹងថានាងផឹកស្រាជាប្រចាំហើយនាងបានទៅផ្ទះប្តីប្រពន្ធទាំងពេលនាងមិនធ្វើការនេះក៏ជាមូលហេតុដែលមិនមានអ្នកណាម្នាក់ត្រូវបានប្រុងប្រយ័ត្នចំពោះស្ថានភាពនេះហើយក៏មិនសង្ស័យថាមានបញ្ហាអ្វីដែរប៉ុន្តែបន្ថែមពីលើគ្រឿងស្រវឹង Eric នឹងណែនាំ Alexis ដល់គ្រឿងញៀនដែលគាត់ចាក់ជាមួយសេរ៉ាគាត់ពន្យល់ក្មេងជំទង់នោះថាវាមិនមានគ្រោះថ្នាក់ទេហើយក្រោយមកនាងនឹងមានអារម្មណ៍ល្អខ្លាំងណាស់Alexis ចាប់តាំងពីនាងជឿជាក់លើគូស្នេហ៍មួយគូនេះហើយបានស្គាល់ពួកគេជាច្រើនសប្តាហ៍មកនោះគិតថាប្រសិនបើ Eric ឲ្យនាងសាកវាមានន័យថាអ្វីនឹងដំណើរការល្អនាងជាក្មេងជំទង់នាងចង់សាកល្បងអ្វីចាប់ពីមជុលដំបូងរាងកាយរបស់គាត់คล้ายជាញៀនហើយនោះហើយជាមូលហេតុដែល Alexis បន្ទាប់ពីធ្វើការបាន2 3សប្តាហ៍ជាមួយគូស្នេហ៍ Millerbergs ត្រឡប់មកវិញម្ដងហើយម្ដងទៀតដើម្បីទទួលបានសេរ៉ាងរបស់គាត់នៅផ្ទះក្មេងជំទង់នេះត្រូវបង្ខំលាក់ខ្លួនពេលនាងមានវិបត្តិនាងញាប់ញ័របែកញើសនិងចង់បានមជុលរបស់នាងយ៉ាងខ្លាំងនៅលើសាឡុងរបស់គូស្នេហ៍ Millerberg Alexis នៅតែសន្លប់អស់រយៈពេលជាច្រើនម៉ោងបន្ទាប់ពីនាងទទួលបានសេរ៉ានាងថែមទាំងបានជួប Brenna Kent ដែលជាមិត្តដ៏ល្អរបស់គូស្នេហ៍នេះដែលមានទំនាក់ទំនងផ្លូវភេទជាមួយគ្នាទាំង3នាក់សម្រាប់ពេលនេះ Alexis មិនបានចូលរួមក្នុងទំនាក់ទំនងផ្លូវភេទនោះទេគឺនាងគ្រាន់តែសន្លប់នៅលើសាឡុងហើយត្រឡប់ទៅផ្ទះវិញបន្ទាប់ពីដឹងខ្លួនរួចប៉ុន្តែថ្ងៃណាមួយ Eric នឹងឆ្លៀតឱកាសចាក់ថ្នាំទាំងនេះដើម្បីបំពានលើ Alexis ដែលមិនមានស្មារតីគ្រប់គ្រាន់ក្រោយមកគាត់នឹងនិយាយថាក្មេងជំទង់បានយល់ព្រមហើយថាបាទពួកគាត់មានទំនាក់ទំនងស្នេហាប៉ុន្តែការមានទំនាក់ទំនងស្នេហាជាមួយមនុស្សអាយុ16ឆ្នាំពេលអ្នកមានអាយុលើសពី30ឆ្នាំគឺអសិលធម៌ប៉ុន្តែមិនចាំបាច់ពិភាក្សាទេព្រោះអាយុដែលយល់ព្រមនៅអាមេរិកគឺ18ហើយអស់រយៈពេលជាច្រើនខែរឿងគឺដូចគ្នា Alexis ទៅផ្ទះរបស់ប្តីប្រពន្ធ Millerberg ផឹកស្រាបន្ទាប់មកចាក់ថ្នាំហើយត្រូវបាន Eric បំពានលើក្មេងជំទង់ខ្លាចជាញៀនទាំងស្រុងហើយមិនបដិសេធបុរសដែលផ្ដល់ផលិតផលឲ្យនាងដោយឥតគិតថ្លៃនោះទេហើយទោះបីជាយ៉ាងណាក៏ដោយក្នុងអំឡុងពេលរួមភេទ Alexis ក៏មិនអាចផ្ដល់ការយល់ព្រមបានដែរនាងមិនដឹងខ្លួនពេញលេញទេហើយពេលអាយុ16ឆ្នាំពេលរាងកាយទទួលថ្នាំច្រើនបែបនេះវាឈឺខ្លាំងរហូតរាងកាយនេះលែងមានប្រតិកម្មទៀតនៅថ្ងៃសៅរ៍ទី10ខែកញ្ញាឆ្នាំ2011 Alexis ទៅមើលថែកូនរបស់ប្តីប្រពន្ធ Millerberg ប៉ុន្តែ Eric និង Dia ទីបំផុតបានជួបបញ្ហាហើយសម្រេចចិត្តនៅផ្ទះពួកគេសុំ Alexis នៅជាមួយពួកគេ2 3ម៉ោងហើយក្មេងជំទង់ក៏យល់ព្រមរងចាំតែរឿងមួយប៉ុណ្ណោះចាក់ថ្នាំញៀននាងពឹងផ្អែកទាំងស្រុងលើថ្នាំដែល Millerberg ផ្ដល់ឲ្យនាងប៉ុន្តែលើកនេះអ្វីមិនប្រក្រតី Alexis ចាប់ផ្ដើមប្រកាច់នៅលើសាឡុងហើយមិនស្ថិតក្នុងសភាពធម្មតារបស់នាងទេនាងបែកញើសមានអារម្មណ៍មិនស្រួលហើយបានប្រាប់ Eric និង Dia ថានាងចង់ងូតទឹកក្តៅដើម្បីសម្រាកប្តីប្រពន្ធនេះបានបើកទឹកហើយដាក់ Alexis នៅក្នុងអាងក្មេងជំទង់នៅតែបន្តប្រកាច់ប៉ុន្តែប្រាប់ Dia ថាវានឹងជាសះស្បើយក្នុងពេលឆាប់បន្ទាប់មកពួកគាត់សម្រេចចិត្តចេញទៅក្រៅដើម្បីជួបបារី10នាទី
នៅពេលដែល Dia ត្រឡប់មកបន្ទប់ទឹកវិញដើម្បីពិនិត្យ Alexis រាងកាយរបស់ក្មេងជំទង់មិនមានប្រតិកម្មអ្វីឡើយពួកគាត់បានចូលទៅជិត Alexis ប៉ុន្តែពួកគាត់បានដឹងភ្លាមថា Alexis ត្រជាក់ខ្លាំងណាស់មិនឆ្លើយតបភ្នែករបស់គាត់លែងមានប្រតិកម្មទៀតហើយបេះដូងរបស់គាត់ស្ទើរតែឈប់លោត Eric និង Dia ភ័យស្លន់ស្លោពួកគាត់ឆ្លោះគ្នាកណ្ដាលយប់ចង់ដឹងថាត្រូវធ្វើអ្វី Dia ចោទប្រកាន់ Eric ថាគាត់បានធ្វើអ្វីមួយខុសខ្លាំងថាកម្រិតថ្នាំគឺខ្ពស់ពេកហើយថាគាត់គួរតែទូរស័ព្ទទៅ911ដែលជាលេខសម្រាប់ប៉ូលីសអាមេរិកហើយព្រមានឪពុកម្ដាយរបស់ក្មេងស្រីនេះប៉ុន្តែ Eric ស្ថិតក្នុងស្ថានភាពមួយដែលគាត់ត្រូវបានដោះលែងពីគុកតាមលក្ខខណ្ឌគាត់មានប្រវត្តិឧក្រិដ្ឋកម្មយូរមកហើយតាក់ទងនឹងគ្រឿងញៀននិងចោរហើយប្រសិនបើគាត់ទូរស័ព្ទទៅប៉ូលីសថាគាត់មានក្មេងស្រីអាយុ16ឆ្នាំនៅផ្ទះដែលប្រើថ្នាំជ្រុលនោះគាត់ត្រឡប់ទៅគុកវិញហើយ Eric សម្រេចចិត្តដាក់ Alexis នៅក្នុងប្រអប់ឈើដ៏ធំមួយ Dia ជួយ Eric ដឹកសាកសព Alexis ដែលនៅពេលនោះតាមអ្នកពិនិត្យសុខភាពបាននិយាយក្រោយថាមិនទាន់ស្លាប់នៅឡើយគឺនៅមានជីវិតពាក់កណ្ដាលទៀតពួកគាត់បានបើកឡានអស់រយៈពេល2ឬ3ម៉ោងដើម្បីស្វែងរកកន្លែងសម្រាប់បោះចោលសាកសពរបស់ Alexis ក្មេងជំទង់ម្នាក់នេះទុកចិត្តពួកគេអស់រយៈពេល6ខែហើយពួកគេបានធ្វើបាបនាងដោយគ្មានវិប្បដិសារីទីបំផុត Eric និង Dia បានរកឃើញកន្លែងស្ងាត់មួយនៅក្នុងព្រៃប្តីប្រពន្ធចាត់ឡានហើយ Eric ដឹកសាកសព Alexis ដែលឥឡូវនេះបានស្លាប់ពិតហើយគាត់បានជីកយ៉ាងលឿនប៉ុន្តែភ្លាមនោះគាត់ដឹងថាប្រសិនបើគាត់ពិតជាចង់ឲ្យគ្មាននរណាម្នាក់រកឃើញសាកសពនោះទេគាត់ត្រូវតែទុកឲ្យធម្មជាតិនិងសត្វធ្វើឲ្យបាត់បន្តិចម្ដងដូច្នេះគាត់គ្រប Alexis ជាមួយដីខ្វក់និងស្លឹកក្មេងជំទង់នេះត្រូវបានគេបោះបង់ចោលនៅក្នុងព្រៃគូ Millerberg ត្រឡប់ទៅឡានវិញហើយឆ្លៀតពេលឈប់នៅកន្លែងចាក់សម្រាមដែលពួកគាត់ឆ្លងកាត់តាមផ្លូវដើម្បីយកកាបូប Alexis បោះចោលនៅក្នុងកន្លែងចាក់សម្រាមមួយទៀតនៅឆ្ងាយបន្តិចពួកគាត់បានបោះកន្ទេលរថយន្តនិងភួយនៅក្នុងធុងសម្រាមដើម្បីជៀសវាងគេអាចរកឃើញ DNA របស់ Alexis បន្ទាប់មក Eric និង Dia ត្រឡប់ទៅផ្ទះស្ងាត់សម្អាតផ្ទះហើយចូលគេងនៅព្រឹកបន្ទាប់ដោយដឹងច្បាស់ពីអ្វីគាត់បានធ្វើ Eric បានហៅមិត្តម្នាក់ឈ្មោះ Peanut Smith ដើម្បីជួយគាត់ផ្លាស់ទីរាងកាយរបស់ Alexis ដែលគាត់គិតថាគាត់មិនបានលាក់ល្អទេ Smith យល់ព្រមជួយ Ericបរិសុទ្ធពីរនាក់នេះទៅកន្លែងដែលសាកសព Alexis ត្រូវបានលាក់យកសាកសពនេះចេញពីដីហើយពួកគេបន្តដើរទៅទៀតដើម្បីជីកដីឆ្ងាយពីផ្លូវដែលមនុស្សជាច្រើនដើរលេងដើម្បីឲ្យប្រាកដថាគ្មានអ្នកដើរមកជួបនឹងសពក្មេងជំទង់នោះទេពេលនេះម្ដាយរបស់ Alexis បានព្រមានដល់អាជ្ញាធររួចហើយប៉ុន្តែពីសប្តាហ៍ក្រោយមកគ្មាននរណាម្នាក់ធ្វើអ្វីតតែសោះប៉ុន្តែ Eric បានធ្វើខុសខ្លាំងក្នុងរឿងនេះយានៅខាងគាត់នាងជាប់ពាក់ព័ន្ធនឹងឃាតកម្មបន្ទាប់មកនាងបានជួយ Eric លាក់សាកសពដូច្នេះនាងមិនអាចនិយាយពីរឿងនេះភ្លាមបានទេមិនប្រាប់នរណាទេនាងនឹងចិញ្ចឹមកូនរបស់នាងហើយប្រហែលជាក្នុងប៉ុន្មានឆ្នាំទៀតដោយមានវិប្បដិសារីនាងនឹងបានបើកទ្វារប៉ូលីសនិយាយពីរឿងនេះប៉ុន្តែនាងប្រកាសជាមិនធ្វើដូច្នោះទេដូច្នេះនាងមិនអាចនិយាយពីរឿងនេះទេប៉ុន្តែផ្ទុយទៅវិញ Peanut Smith ដែលដើមឡើយមិនមានអ្វីពាក់ព័ន្ធជាមួយគូស្នេហ៍ Millerberg នោះទេដឹងហើយថាមានអ្វីកើតឡើងចំពោះ Alexis គាត់ថែមទាំងបានជួយ Eric ឲ្យផ្លាស់ទីសាកសពហើយកប់វាទៅឆ្ងាយទៀតគាត់ឃើញឪពុកម្ដាយរបស់ Alexis ដាស់តឿនអ្នករាល់គ្នាចែកចាយផ្ទាំងរូបភាពកូនដែលបាត់ហើយគាត់យល់ថាវាកាន់តែលំបាកក្នុងការរស់នៅជាមួយរឿងនេះប៉ុន្តែបរិសុទ្ធនោះមិនឆ្កួតទេមុននឹងនិយាយគាត់ចរចាអភ័យឯកសិទ្ធិទាំងស្រុងជាបដូរនឹងអ្វីគ្រប់យ៉ាងដែលគាត់ដឹងធ្វើបែបនេះគាត់អាចប្រកាសថាគាត់អាចនិយាយដោយសេរីដោយមិនចាំបាច់ខ្លាចចូលគុក Smith រៀបរាប់ពីអ្វីដែល Eric បានប្រាប់គាត់ចាក់ថ្នាំប្រកាច់អាំងូទឹកប្រអប់ឈើនិងដំណើរទៅព្រៃនៅពេលដែលប៉ូលីសសួរ Smith ថាហេតុអ្វីបានគាត់និយាយទាំងអស់នេះគាត់ក៏និយាយថាគាត់ក៏មានកូនស្រីអាយុ16ឆ្នាំដែរហើយនៅពេលដែលគាត់មើលមុខកូនស្រីរបស់គាត់គិតឃើញពី Alexis នៅថ្ងៃទី19ខែតុលាបុរសនេះបានដឹកនាំអ្នកស៊ើបអង្កេតទៅកន្លែងដែលសាកសពរបស់ Alexis ត្រូវបានបោះចោលបន្ទាប់មកអ្នកជំនាញវិទ្យាសាស្ត្របានរកឃើញថាសាកសពក្មេងស្រីជំទង់ម្នាក់ស្ថិតក្នុងស្ថានភាពមិនល្អអ្នកអាចស្រមៃថាបន្ទាប់ពីជាមួយខែនៅក្នុងព្រៃក្បាលរបស់នាងបែរមុខទៅដី Alexis កំពុងដេកនៅក្នុងរន្ធផុសអ្នកស៊ើបអង្កេតនឹងរក្សាការប្រុងប្រយ័ត្នដើម្បីកុំឲ្យមានការជូនដំណឹងដល់អ្នកសំគំនិតផ្សេងទៀត Peanut Smith ប្រហែលជាមិនមែនជាមនុស្សតែម្នាក់ដែលជួយគូស្នេហ៍នោះទេហើយប្រហែលជាមានមនុស្សផ្សេងទៀតនៅក្នុងផ្ទះនៅយប់នោះក្រោយការស៊ើបអង្កេតមិនមាននរណាផ្សេងទៀតបាននៅផ្ទះ Millerberg ទេហើយ Eric និង Dia Millerberg នៅតែ3នាក់ជាមួយ Alexis នៅយប់ដែលនាងបានស្លាប់ការពិនិត្យរបស់គ្រូពេទ្យបង្ហាញថាក្មេងជំទង់រូបនេះទទួលបានថ្នាំញៀនច្រើនជាង3ដងដែលត្រូវការដើម្បីសម្លាប់មនុស្សពេញវ័យប៉ុន្តែគ្រូពេទ្យបានទូចថាប្រសិនបើនាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមនោះគេអាចផ្ដល់ឲ្យ Alexis នៅឱកាសនៃការរស់មានជីវិតដោយព្យាយាមសម្អាតប្រព័ន្ធរបស់នាង
នេះធ្វើឲ្យស្ថានភាពកាន់តែអាក្រក់សម្រាប់គូស្នេហ៍នេះដែលមិនចង់ជួយគាត់ពិធីបុណ្យសពរបស់ Alexis Ramasson បានប្រមូលផ្ដុំមនុស្សរាប់រយនាក់រួមទាំងមិត្តភក្តិជិតស្និទ្ធរបស់គាត់ផងដែរប៉ុន្តែបន្ទាប់មកចាប់តាំងពី Pinot Smith បានបង្ហាញអ្វីគ្រប់យ៉ាងដូចជាថ្នាំអាងូទឹកសាកសពរបស់ Alexis តើ Eric និង Dia នឹងការពារខ្លួនដោយរបៀបណាហើយលើសពីនោះយើងដឹងថានៅល្ងាចនោះក្មេងជំទង់មិនបានជួបនរណាម្នាក់ទេហើយថានាងនៅជាមួយគូស្នេហ៍ Milleberg ប៉ុណ្ណោះហើយ Eric សម្រេចចិត្តនិយាយថាគាត់មិនមានកំហុសគាត់មិនបានធ្វើអ្វីទាំងអស់វាជាឧបទ្ទវហេតុដ៏អាក្រក់មួយវាគឺជា Alexis ដែលបានមកផ្ទះរបស់ពួកគាត់ដើម្បីផឹកស្រានិងសារធាតុផ្សេងហើយនាងថែមទាំងបដិសេធមិនទៅមន្ទីរពេទ្យនៅពេលដែលនាងចាប់ផ្ដើមប្រកាច់ព្រោះខ្លាចឪពុកម្ដាយរបស់នាងខឹងនាងការកាត់ក្តីលើកដំបូងជានឹងកាត់ក្តី Eric ដោយសារតែប្តីប្រពន្ធមួយគូនេះកំពុងត្រូវបានកាត់ទោសដោយឡែកពីគ្នាភស្តុតាងនឹងត្រូវបានបង្ហាញដើម្បីបញ្ជាក់ថាបុរសនោះបំពានលើ Alexis និងប្រើការចាក់ថ្នាំដើម្បីរក្សានាងឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់សារអក្សរថតទូរស័ព្ទសាក្សីដែលឃើញគាត់ស្និទ្ធនឹង Alexis ពេកហើយនៅឯការកាត់ក្តីរបស់ Eric សាក្សីដ៏សំខាន់មួយទៀតបង្ហាញខ្លួន Dia Milleberg ភរិយារបស់គាត់ដែលបានការសន្យាពីរដ្ឋនៃការកាត់ទោសស្រាលដោះដូរជាមួយការសារភាពប្រឆាំងនឹងស្វាមីរបស់នាងផ្ទាល់យើងទាំងអស់គ្នាបានដឹងរួចមកហើយថា Dia បានជួយប្តីរបស់នាងចោលសាកសពរបស់ Alexis ប្រសិនបើនាងប្រាប់អ្វីគ្រប់យ៉ាងប្រឆាំងនឹងប្តីរបស់នាងនឹងទទួលទោសតិចជាងហើយអ្នកនឹងឃើញថា Dia Milleberg នឹងធ្វើបានល្អណាស់ Dia នឹងសារភាពថាបានកុហកអំពីការបាត់ខ្លួនរបស់ Alexis នៅពេលដែលនាងបាននិយាយថាក្មេងជំទង់បានទៅជួបមិត្តម្នាក់បន្ទាប់ពីថែរក្សាកូនរបស់នាងកុហកព្រោះនាងខ្លាច Eric អាចប្រើអំពើហិង្សាហើយនាងមិនចង់ទទួលទោសជាប់គុកយូរទេនាងបានសម្រេចចិត្តប្រាប់ការពិតព្រោះនាងចង់ឲ្យគ្រួសាររបស់ Alexis ឈប់រងទុក្ខប៉ុន្តែប្រហែលជាតាមពិតវាមកពីនាងអាចទទួលបានការសន្យានៃការកាត់ទោសស្រាលDia នឹងនិយាយទីបន្តថានាងនិងស្វាមីបានផ្ដល់ថ្នាំញៀនច្រើនមកដល់ Alexis ហើយរឿងនៅតែដែលការបំពានការប្រកាច់អាងូទឹកប្រអប់ឈើនៅទីបំផុតតុលាការបានសម្រេចថា Eric មានទោស Eric នឹងត្រូវកាត់ទោសឲ្យជាប់គុកអស់មួយជីវិតប៉ុន្តែអាចសម្ដោះលែងក្នុងរយៈពេល15ឆ្នាំហើយ Dia នឹងមានសិទ្ធិដោះលែងក្នុងរយៈពេល5ឆ្នាំ Dia ត្រូវបានដោះលែងនៅឆ្នាំ2018 Eric មិនទាន់ចេញនៅឡើយទេនេះពិតជារឿងដែលគួរឲ្យអាណិតនិងគួរឲ្យភ័យខ្លាចរបស់ក្មេងស្រីជំទង់ជនជាតិអាមេរិកម្នាក់ដែលជឿជាក់លើមនុស្សខ្លាំងពេកវាចាប់ផ្ដើមចាប់បន្តិចម្ដងចាប់តាំងពីថ្ងៃដែលនាងបានជួបគូស្នេហ៍ Milleberg នេះជារឿងពិតដូច្នេះសូមថែរក្សាខ្លួនផងនិងមនុស្សជាទីស្រឡាញ់របស់អ្នករឿងដែលខ្ញុំនិយាយត្រូវបានបញ្ចប់នៅថ្ងៃនេះហើយអរគុណពុកម៉ែបងប្អូនអ៊ំពូមីងទាំងអស់គ្នាដែលបានតាមដានរឿងនេះជាមួយខ្ញុំសូមជួយ Subscribe និង Share វីដេអូនេះផងដើម្បីផ្ដល់កម្លាំងចិត្តក្នុងការនិទានរឿងច្រើនទៀតជាភាសាខ្មែរ